ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Forniset ថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបទាញយកសៀវភៅឥតគិតថ្លៃពី website មួយឈ្មោះថា zlibrary.sk ដើម្បីទាញយកមកអានឬក៏ធ្វើការស្រាវជ្រាវនិងប្រើប្រាស់សម្រាប់ការងារផ្ទាល់ខ្លួនផងដែរសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណដូច្នេះយើងចូលដល់ដំណើរការនៃការ download សៀវភៅតែម្ដងដូច្នេះអ្នកទាំងអស់គ្នាសូមចូលទៅកាន់ Google Chrome របស់អ្នកទាំងអស់គ្នាដែលមានហើយខ្ញុំសូមលើកឧទាហរណ៍ពីការ download សៀវភៅហើយខ្ញុំសូមចូលទៅកាន់ website Amazon បាទដើម្បីស្វែងរកសៀវភៅមួយចំនួនទៀតដែលមានបាទអញ្ចឹងខ្ញុំមកដល់ website Amazon ហើយអញ្ចឹងខ្ញុំរកសៀវភៅមួយដែលឈ្មោះថា Macroeconomic បាទ Macroeconomic បាទរបស់លោក Michael Parkin បាទដែលជាសៀវភៅមួយដែលល្បីដែរដែលគេប្រើប្រាស់ច្រើនទូទៅដែរបាទនេះខ្ញុំបាន search ឃើញហើយសៀវភៅ Macroeconomic របស់លោក Michael Parkin ហើយតម្លៃវាមានរហូតដល់$75សៀវភៅនេះមួយក្បាល$75អ្នកទាំងអស់គ្នាអញ្ចឹងដើម្បី download សៀវភៅនេះបានអ្នកនរចូលមក website zlibrary.sk នេះដោយសារតែ website នេះខ្ញុំធ្លាប់បានចូលហើយអញ្ចឹងអ្នកនរអាចមើលបន្តទៀតបានចុចលើ website ហ្នឹងមកបន្តមកទៀតបាទអ្នកនរវាយពាក្យថា Macroeconomic ទៅតាមចំណងជើងសៀវភៅដែលអ្នកទាំងអស់គ្នាចង់ស្វែងរកហ្នឹងបាទឥឡូវខ្ញុំដាក់ឈ្មោះសៀវភៅនិងឈ្មោះអ្នកនិពន្ធនៅនេះសៀវភៅបានចេញមកហើយ Macroeconomic ហើយអញ្ចឹងអ្នកនរខាងសៀវភៅហ្នឹងហើយអ្នកនរអាចចូលទៅកាន់ចុចលើពាក្យ PDF នេះទៅវានឹងធ្វើការ download តែម្ដងបាទដោយសារតែសៀវភៅនេះមានទំហំវារហូតដល់54 MB អញ្ចឹងវាអាចចំណាយពេលវេលាយូរក្នុងការដែល download ប៉ុន្តែអ្នកនរគ្នាកុំភ័យនៅពេលដែលយើងចុចអញ្ចឹងបានហើយមានន័យយើងអាច download សៀវភៅនឹងបានរួចរាល់ហើយបាទឥឡូវនេះសៀវភៅយើងចិត្តពេញហើយយើង download ចិត្តបានពេញហើយបាទរងចាំបន្តិចទៅនៅពេលដែលពេញយើងអាចបើកក្នុងការដែលប្រើប្រាស់អានឬក៏ធ្វើការស្រាវជ្រាវទៅលើសៀវភៅមួយនឹងបានហើយបាទសូមរងចាំបន្តិចទៅវាកំពុងតែដំណើរការបានឥឡូវនេះវាពេញហើយដូច្នេះយើងចុចនៅលើវាមកបាទនេះយើងអាចប្រើប្រាស់សៀវភៅនេះបានហើយបាទខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីស្វែងរកសៀវភៅឥតគិតថ្លៃយកមកប្រើប្រាស់សម្រាប់ការសិក្សារៀនសូត្រសម្រាប់អាននិងសម្រាប់ធ្វើការស្រាវជ្រាវផងដែរសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត